សួស្តីបងប្អូនទាំងអស់គ្នាបាទវីដេអូនេះដែរខ្ញុំមកបង្ហាញរបៀបនៃការភ្ជាប់នាឡិកាដៃទាំងពីរ model នេះគឺជានាឡិកាដៃរបស់ Cossped ទាំង 4C ហើយនិងទាំងM4C ហើយចំពោះនាឡិកាដៃនេះគឺតាមតែចូលស្តុកថ្មីទេឥឡូវខ្ញុំចូលទៅក្នុង app ដើម្បីភ្ជាប់ទៅលើនាឡិកាដៃតែម្ដងអញ្ចឹងជាដំបូងឡើងបងប្អូនទាំងអស់គ្នាត្រូវ download ជាមួយនឹង app Apexនេះសិនបាទអានេះខ្ញុំសម្រាប់តែបងដែលគាត់ down ហើយបង down app នឹងមកតើមកបងចូលក្នុង app បាទចូលក្នុង app មកចូលក្នុង app ឲ្យបងប្អូនទាំងអស់គ្នាយកពាក្យនេះតាមខ្ញុំឬក៏បើយើងនិយាយភាសាអង់គ្លេសថា profile អញ្ចឹងយើងចូលឡើងតាមខ្ញុំនឹងមកបាទតបមកទៀតយើងយកពាក្យចុចដើម្បីបន្ថែមឧបករណ៍ហ្នឹងបងឬក៏បើយើងនិយាយថា add device តមកបងចុចចូលមកអូខេឃើញ device ហើយអញ្ចឹងបន្ទាប់មកយើងចុចកន្លែង scan ខាងលើនេះបាទចុចកន្លែង scan ហ្នឹងមកអូខេយើងដាក់ឲ្យចំមកអូខេអញ្ចឹងរងចាំវាបន្តិចនៅពេលដែលយើងចុចកន្លែងហ្នឹងគឺវានឹងលោត pair ទៅលើនាឡិកាដៃហើយយើងចុច pair ទៅលើទូរស័ព្ទដែរវាលោតមកជាប់តែម្ដងអញ្ចឹងចំពោះការភ្ជាប់នាឡិកាដៃ C ឬក៏ M4C នេះគឺមានតែប៉ុណ្ណឹងការភ្ជាប់ដូចគ្នាបាទអញ្ចឹងវីដេអូនេះគឺមានតែប៉ុណ្ណឹងបាទអរគុណ